ធានាធិបតីត្រាំសង្គ្រាមថៃកម្ពុជាកំពុងមានមនុស្សស្លាប់រឿងនេះមិនគួរកើតឡើងនោះទេយើងនឹងដោះស្រាយវាតាមរយៈសេចក្តីថ្លែងការណ៍ក្នុងសតវិមានកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025ប្រធានាធិបតីដូណាល់ត្រាំនិយាយថាសង្គ្រាមរវាងកម្ពុជានិងថៃកំពុងមានមនុស្សស្លាប់រឿងនេះមិនគួរកើតឡើងនោះទេយើងនឹងចូលដោះស្រាយសង្គ្រាមនេះលោកត្រាំថ្លែងក្នុងន័យដើមយ៉ាងដូចនេះថាសូមអរគុណច្រើនយើងមានកិច្ចសន្ទនាដ៏ល្អកាលពី1ម៉ោងមុនជាមួយបណ្ដាមេដឹកនាំអឺរ៉ុបភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្គ្រាមជាមួយរុស្ស៊ីនិងអ៊ុយក្រែនយើងបានពិភាក្សាគ្នាយ៉ាងវែងអនឡាញហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អក៏ប៉ុន្តែយើងបាននិយាយតាំងពីយូរណាស់មកហើយវាគឺជារឿងដ៏ពិបាកដូច្នេះអ្នកទាំងអស់គ្នាដឹងហើយយើងបានដោះស្រាយបញ្ចប់សង្គ្រាមចំនួន8ហើយមានសង្គ្រាមមួយកំពុងមានបញ្ហាបន្តិចបន្តួចកាលពីម្សិលមិញនេះនោះគឺរវាងថៃនិងកម្ពុជាតែយើងនឹងដោះស្រាយវាមានមនុស្សកំពុងស្លាប់រឿងនេះមិនគួរកើតឡើងនោះទេហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយជម្លោះនេះ